ចំពោះអ្នកចូលចិត្តដេកផ្ទះហើយចូលចិត្តទិញអីវ៉ាន់មកពីចិនណាមើលវីដេអូនេះហើយសៀវលុយខ្លះទៅព្រោះថាវីដេអូនេះយើងនឹងបង្ហាញពីការធ្វើកូនផ្ទះសម្រាប់តាំងលម្អនេះដោយខ្លួនឯងនិយាយទៅតាំងហើយឡើងប្រែនហ្មងការពិតយើងធ្វើពីกระดาษឡាំងឯណាបងហើយចំពោះការធ្វើយើងកាត់กระดาษឡាំងទៅតាមຂະຫນາດតាមទំហំដូចដែលខ្ញុំបានដាក់នៅក្នុងវីដេអូនេះមកហើយមានបងខ្លះគាត់សួរខ្ញុំថាមិនក៏កាត់กระดาษឡាំងបានស្មើស្អាតល្អម៉េះការពិតទៅខ្ញុំប្រើកាវុតឡាមកាត់ឡាំងធម្មតានឹងទេប៉ុន្តែខ្ញុំប្រើកាវុតអាតូចព្រោះថាកាវុតអាតូចមុខវាតូចធ្វើឲ្យយើងកាត់ទៅវាអត់សូវទន់ទេពេលអញ្ចឹងយើងកាត់បានស្អាតប៉ុន្តែក៏ត្រូវការកាត់នឹងផ្ចិតផ្ចង់ណាស់ដែរបងមិនបានស្មើស្អាតប៉ុណ្ណឹងកូនផ្ទះនេះយើងត្រូវការធ្វើវាមួយផ្នែកអញ្ចឹងសិនហើយចាំយើងផ្គុំវាចូលគ្នាតាមក្រោយព្រោះថាអញ្ចឹងខាងក្រោយនេះក៏យើងត្រូវការធ្វើឲ្យខាងមុខនេះឲ្យមុនដែរបានយើងកាត់អញ្ចឹងខាងក្រោយនឹងចឹងបាទនេះវិញក៏ជាផ្នែកខាងមុខវាមួយទៀតដែរហើយយើងកាត់ទៅតាមទម្រង់របស់ផ្ទះយើងដែរអញ្ចឹងណាហើយកម្ពស់វិញកាត់វៃណាអីវៃណីអាហ្នឹងយើងមើលតាមជាក់ស្ដែងថាប៉ុណ្ណាសមយើងកាត់ប៉ុណ្ណឹងទៅហើយថងនេះបងឃើញខ្ញុំប្រើស្កុតกระดาษយកមកបិទជុំវិញกระดาษឡាំងហ្នឹងដោយសារតើយើងត្រូវលាបថ្នាំពណ៌អញ្ចឹងយើងត្រូវបិទឲ្យជិតអាប្រឡោះឡាំងហ្នឹងហើយចំពោះស្កុតដែលយើងយកមកប្រើនេះក៏ត្រូវតែជាស្កុតกระดาษហ្នឹងដែរព្រោះថាវាជាប្រភេទกระดาษអញ្ចឹងយើងអាចលាបពណ៌លាបអីនៅលើនឹងបានចំពោះពណ៌ផ្ទះដែលខ្ញុំលាបនេះគឺខ្ញុំប្រើពណ៌ស្រាលទេព្រោះថាខ្ញុំត្រូវដាក់តាំងនៅលើអញ្ចឹងពណ៌សអញ្ចឹងណាប៉ុន្តែបើថាបងដែលគាត់ចូលចិត្តដេកស្រាប់អាហ្នឹងគឺគាត់ដឹងហើយថាពណ៌បែបម៉េចស័ក្តិសមនឹងទីកន្លែងរបស់គាត់អញ្ចឹងណាហើយកូនផ្ទះនេះគឺយើងមិនមែនថាដាក់តាំងបានទៅនៅលើផ្ទះថ្មឬក៏អញ្ចឹងថ្មអីទេទោះជាផ្ទះឈើផ្ទះអីក៏ដោយសំខាន់ឲ្យតែយើងចេះរៀបចំមកតុបតែងមកឃើញស្អាតដូចតែគ្នានឹងហើយខាងមុខនេះក៏ខ្ញុំអត់ទុកឲ្យតែលូនអញ្ចឹងដែរគឺខ្ញុំបិទពាក្យថា home តំណាងឲ្យផ្ទះនឹងឯងប៉ុន្តែអក្សរនេះគឺខ្ញុំអត់បានទៅសេដោយដៃទេគឺខ្ញុំកាត់បិទព្រោះថាអក្សរខ្ញុំវាប្រោពេកអញ្ចឹងកូនផ្ទះសម្រាប់តាំងដេកយើងគឺហើយណាបងតែប៉ុណ្នេះយើងគ្រាន់តែយកវាទៅបិទនៅលើអញ្ចឹងឬក៏បើយើងមានតពួបិទអញ្ចឹងអីយើងបិទអានឹងពយួរទៅហើយខាងក្នុងនេះយើងចង់ដាក់ជាលវាស់ក៏បានឬក៏ដាក់តាំងផ្កាដូចខ្ញុំចេះក៏អែមដែរអញ្ចឹងសម្រាប់ថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបាយបាយ